ប្តីនិងប្រពន្ធឥឡូវឧបមាថាគ្រួសារហ្នឹងគឺគាត់មានលុយ$1000ចាស់ហើយប្តីរបស់គាត់កាន់ហើយនិងប្រពន្ធរបស់គាត់កាន់ខុសគ្នាយ៉ាងម៉េចត្រូវដឹងពីមនុស្សប្រុសបាទមនុស្សប្រុសគឺខ្វះការអត់ធ្មត់នៅក្នុងការចាយវាមែនទែនមនុស្សប្រុសឲ្យតែគាត់មានលុយនៅក្នុងដៃគាត់ចេះរនឹកប្រឡោះចាយតតែឃើញហ្នឹងបាទប៉ុន្តែខុសពីមនុស្សស្រីគាត់មានការអត់ធ្មត់ហើយគាត់បែងចែកគ្រប់ជ្រុងជ្រោយវាជាចំណុចខ្លាំងហើយមនុស្សប្រុសទាំងអស់គ្នាត្រូវតែទទួលស្គាល់ហ្មងឧទាហរណ៍ថាបើសិនជាគាត់មានកូន3នាក់គាត់ដឹងច្បាស់ហ្មងថាកូន3នាក់ហ្នឹងក្នុងមួយថ្ងៃចំណាយប្រមាណហើយគាត់ត្រូវផ្គត់ផ្គង់កូនទាំង3នាក់ហ្នឹងមានអីខ្លះបើសួរប្តីអត់ដឹងទេតែបើសួរខាងស្រីថាចំណាយអីខ្លះអស់អីខ្លះគឺដឹងច្បាស់ជាងអញ្ចឹងជាចំណុចមួយដែលអាចបង្កទៅមានចំនួននៅក្នុងវងគ្រួសារតិចតួចក៏ដោយអាចឈានដល់ការបែកបាក់ក៏មានដែរនៅពេលដែលយើងគិតខុសកន្លែងហ្នឹងតែបន្តិចទេគឺយើងច្រឡំថាយើងចេះចាត់ចែងហើយយើងឲ្យតែកាន់លុយគឺសល់ក្នុងនាមជាមនុស្សប្រុសគឺចាត់ចែងរឿងលុយកាក់ហ្នឹងគឺខុសហើយអញ្ចឹងមានករណីខ្លះខ្ញុំមិននិយាយទាំងអស់ទេមានករណីខ្លះមនុស្សស្រីពេលខ្លះគាត់លក្ខណៈថាគាត់មិនសូវចេះយកចិត្តទុកដាក់តាក់ទងនឹងការចាយវាហ្នឹងក៏មានដែរអញ្ចឹងជាចំណុចមួយដែលមនុស្សស្រីគ្រប់រូបគឺគួរតែយល់ដឹងស្វែងយល់បន្ថែមទៀតតាក់ទងនឹងហិរញ្ញវត្ថុព្រោះអនាគតទៅសុទ្ធតែคล้ายទៅជាអ្នកដែលត្រូវចាត់ចែងលុយនៅក្នុងក្រុមគ្រួសារហើយប្តីហ្នឹងក្នុងនាមជាប្តីហ្នឹងទោះបីយើងអត់មានសិទ្ធិកាន់លុយតែក៏យើងត្រូវតែខ្លាំងនៅក្នុងការរកលុយដែរទំនួលខុសត្រូវរបស់យើងត្រូវរកចំណូលទំនួលខុសត្រូវរបស់មនុស្សស្រីគឺចាត់ចែងការចាយវាយដែលចំណូលបានពីប្តីមកអញ្ចឹងបើដឹងទូនាទីនឹងច្បាស់ហើយយើងធ្វើឲ្យបានល្អបំផុតទៅនៅក្នុងគ្រួសារប្រកបជាមានសុភមង្គលហើយកូនច្រើន